សូមជម្រាបសួរបងប្អូនទាំងអស់នៅក្នុង channel របស់ខ្ញុំសូមស្វាគមន៍មកកាន់ channel O3 ថ្ងៃនេះផងដែរខ្ញុំសូមបង្ហាញពីសកម្មភាពពេលព្រឹកឡើងរបស់ខ្ញុំនៅផ្ទះពេលព្រឹកឡើងគឺគ្មានអីទេគឺការងាររបស់ខ្ញុំគឺយកគោចងហើយនេះគឺជាគោរបស់ខ្ញុំគឺគោកាមគេហៅគោកាមគោពីទូចខុសពីគោខាងបងប្អូននៅខាងទន្លេឬក៏ខាងប៉ែកខាងលិចគោនេះផងដែរគឺងាយឲ្យស៊ីចំណៃរបស់វាគឺយើងឲ្យវាស្មៅឬច្បើងវាហូបឆាប់ឆ្អែតគ្រាន់តែលក់បានថោកដោយសារអីដោយសារវាតូចគេហៅថាគោកាមប៉ុន្តែគោកាមនោះផងដែរវាម្យ៉ាងម្នាក់ពីគោទលេដោយសារគោនេះស្មៅមុំមកវាបបេះបោចបាទហើយអាមួយនេះបាក់ជើងវាលូតឡងត្រង់ច្បើងបាទអ្នកក្លាហានហ្នឹងយើងទៅពីបងវាលូតពីជើងទៅពីជើងលូតពីបងលូតចុះឡើងចុះឡើងក្រិចកជើងបាទចំណែកឯអាទូចនេះមានចំនួន5ហើយទើបតែបាន4ខែ5ខែទេគោនេះគាត់បាន1ឆ្នាំទេបាទហើយគោផ្ទះខ្ញុំគឺមានដល់10ជាងប៉ុន្តែគោទីទូចបើសិនមកគោធំនៅខាងទន្លេថ្លៃអីគ្រប់ទឹកដែរណាតែដល់គោថោកអានេះដាក់បាកាត់គេប៉ុន្តែបាគេធំដល់មេយើងអន់បាក់ទឹកដោះទៀតមេវាទាស់តែចឹងខ្វះទឹកដោះធ្វើឲ្យវាស្គមស្គាំងទៅនេះដល់អានោះផ្សេងទៀតគឺគោស្រែយើងបាស្រែយើងបាទធម្មជាតិដូចបាប្រឡែងតាមវាលជាពាក់តាមវាលតាមកាលត្រង់នេះគឺខ្ញុំហៅកូនគោខ្ញុំពោះមិញបាទហៅទៅវាមកអានឹងសាំងគេទាំងអស់ហើយគេធ្វើចិត្តគីឡូគេទៅរកច្បាស់វាខ្ចីខ្វល់ជាមួយនឹងម្ចាស់ទេបាទទៅហើយខ្ញុំក៏ងក់ដែរចេញតែមកហើយមិនងក់ដែរចេញទេងក់ទៅដាក់បន្តទៀតដោយសារនៅមេគោនៅក្នុងនោះច្រើនទៀតចឹងដាក់បន្តទៀតដើម្បីឲ្យមករកច្បាស់អស់ពីព្រោះយើងធ្វើការងារនេះបញ្ញាប់ធ្វើការបន្តទៀតអញ្ចឹងមិនអាចអង្គបានទេត្រូវតែស្រោតបន្តិចហើយការងារអ្នកផ្ទះខ្ញុំគឺមានផ្សេងគ្នាប្រកឡើងអ្នកខ្លះទៅវាទៅមើលស្រូវអ្នកខ្លះទៅយកគូចងអ្នកខ្លះទៅរៀបចំបាយទឹកអ្នកខ្លះទៅរៀបចំខោអាវអីចឹងមកផ្សេងគ្នាសមាជិកច្រើនប៉ុន្តែយើងមានការងាររៀងៗខ្លួនដើម្បីត្រូវបំពេញមិនការងារតែមួយទេបាទចឹងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើងមានប៉ុណ្ណឹងព្រឹកឡើងស្រោតរូបផ្ទះដើម្បីទៅធ្វើការប្រកបរបរចិញ្ចឹមជីវិតទៀតមិនមែនការងារមានប៉ុណ្ណឹងទេចឹងយើងត្រូវតែប្រញាប់រូបផ្ទះស្វាស្វែងបន្តិចពីព្រោះម៉ោង7យើងត្រូវធ្វើការរៀងៗខ្លួនចឹងដូច្នេះយើងត្រូវស្រោតឲ្យហើយនេះប្រហែលជាម៉ោង5កន្លះគឺខ្ញុំឡើងជួយដាក់គោអ្នកផ្ទះបាទហើយនោះគោខ្ញុំបន្តទៀតគឺមេខ្មៅនេះកូនល្អបាទកូនវាល្អណាស់វាទូទៅរូបទេប៉ុន្តែទឹកដោះវាច្រើនអញ្ចឹងកូនវាមករឿងទៅលុកលូនច្បោះសាច់ជាងគេបាទហើយជាបន្តទៀតនេះសូមបងប្អូនជួយតាមដានសកម្មភាពផ្សេងទៀតរបស់ខ្ញុំនៅផ្ទះជាមួយនឹងគោរបស់ខ្ញុំបាទសូមអញ្ជើញ